បាទសូមគោរពនឹងជម្រាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាថ្ងៃនេះត្រឡប់មកជួបគ្នាសាជាថ្មីទៀតហើយថ្ងៃនេះដែរគឺខ្ញុំមានសាច់រឿងមួយទៀតហើយដែលបានពីការចែករំលែករបស់ម្ដាយរបស់ក្មួយស្រីតែម្ដងម្ដាយរបស់ក្មួយស្រីនឹងគាត់មានជីវភាពក្រីក្រជាមួយនឹងប្តីរបស់គាត់មានកូនស្រីចំនួន3នាក់ពេលដែលការជាមួយប្តីគាត់នោះបងប្អូនមួយឆ្នាំមួយហើយកូនស្រីទាំង3នាក់របស់គាត់ក៏ថាតាមយកកូនប្រុសបងប្អូនប្តីរបស់គាត់ហ្នឹងណាបងប្អូនហើយតាមវាមិនដូចក្តីបំណងទេ3ហ្នឹងវានៅស្រីទាំង3ដូច្នេះហើយក៏គាត់សម្រេចចិត្តថាឡើងតាមដោយសារតែជីវភាពមួយទៀតបងប្អូនណាពេលដែលគាត់ជីវភាពក្រីក្រពេលហ្នឹងកូនស្រីរបស់គាត់ក៏ឲ្យ2នាក់ទៅធ្វើការងារទីក្រុងភ្នំពេញនៅសល់ម្នាក់ទេដែលជាកូនស្រីបងហ្នឹងណាគឺធ្វើការនៅនឹងផ្ទះហ្នឹងដោយសារធ្វើការនៅផ្ទះហ្នឹងនៅជិតផ្ទះហ្នឹងគឺមានលោកតាចំណាស់ម្នាក់ដែលគាត់មានប្រពន្ធដូច្នេះហើយក៏បានទៅសុំលោកតាហ្នឹងឲ្យកូនស្រីរបស់គាត់ហ្នឹងចូលទៅបម្រើក្នុងផ្ទះរបស់លោកតាហ្នឹងស្រាប់តែពេលលោកយាយហ្នឹងក៏ស្លាប់ទៅក៏កូនស្រីរបស់គាត់ហ្នឹងក៏ត្រូវបានលោកតាហ្នឹងគាត់ពេញចិត្តស្រឡាញ់យ៉ាងទៅអញ្ចឹងណាហើយក៏គាត់បានព្រមយកធ្វើជាប្រពន្ធដោយលោកតាហ្នឹងគឺមានអាយុ82ឆ្នាំជាមួយនឹងកូនស្រីរបស់គាត់ដែលមានអាយុ19ឆ្នាំបងប្អូនណាគឺគាត់ចែករំលែកនឹងសាច់រឿងមកកាន់ខ្ញុំហើយនេះគឺជាសាច់រឿងរបស់គាត់បងប្អូនណាបាទសាច់រឿងរបស់គាត់ដែលគាត់បានចែករំលែកមកកាន់ខ្ញុំគាត់តែត្រួសទេខ្ញុំគាត់តែគាត់ហើយនឹងកូនរបស់គាត់កូនស្រីរបស់គាត់ឈ្មោះថាកាច្រាប់ណាណែហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងយើងទៅស្ដាប់សាច់រឿងនឹងត្មងទៅកុំឲ្យបងប្អូនទន្ទឹងនឹងការរងចាំយូរហើយម្យ៉ាងទៀតខ្ញុំបាទក៏សំខាន់តែបងប្អូនទុកជាមុនសិនដែរណាបងប្អូនបើសិនជាខ្ញុំបាទនិយាយទៅជ្រុលលើសលួកន្លែងណាមួយក៏សំខាន់តែអភ័យទោសព្រោះអីក្នុងសាច់រឿងនីមួយខ្ញុំក៏មិនឲ្យបងប្អូនជឿទាំងដុលដែរបងប្អូនណាអ្វីដែលបងប្អូនអាចជឿបានបងប្អូនទៅជឿចោះអ្វីដែលបងប្អូនមិនជឿបងប្អូនគួរតែគិតថាគ្រាន់តែស្ដាប់កែកំសាន្តនៅពេលដែលបងប្អូនកំពុងតែបំពេញភារកិច្ចឬក៏ការងាររបស់បងប្អូនទៅចោះបាទអញ្ចឹងយើងទៅស្ដាប់សាច់រឿងទាំងអស់គ្នាស្រីម្នាក់ដែលឈ្មោះថាស្រីនៅបាទខ្ញុំហៅស្រីហ្មងទៅអាយុគាត់30ជាងហ្នឹងសុំហៅបងក៏បានដែរបងប្អូនសុំហៅបងក៏បានពេលខ្លះខ្ញុំសុំកែវិញហៅថាបងទៅចោះកុំឲ្យហៅនឹងចាស់ពេកមិនស្រួលខមមិនថាគឺទៅ30ជាងមិនក៏ហៅអញ្ចឹងខ្ញុំសុំហៅបងទៅចោះបងស្រីនៅគាត់មានបាទប្តីគាត់ការហើយប្តីគាត់ហ្នឹងគឺចង់បានកូនភ្លាមហ្មងដូច្នេះហើយក៏នៅជាមួយប្តីហ្នឹងហ្មងមួយឆ្នាំមួយដូចជាគេផ្លុំកូនបងដែលមានអាយុ19ឆ្នាំកូនប្អូនមានអាយុ18ឆ្នាំកូនពៅមានអាយុ17ឆ្នាំហើយជាហេតុធ្វើឲ្យគាត់តាមមួយឆ្នាំមួយនេះដោយសារតែប្តីរបស់គាត់គឺចង់បានកូនប្រុសបងប្អូនណាដូច្នេះហើយក៏បន្តតាមដល់តែពេលតាមអញ្ចឹងទៅក៏បងស្រីថាឲ្យវាហើយឈប់តាមយ៉ាងណាក៏តាមមិនបានដែរមើលទៅយើងអត់មានសំណាងបានកូនប្រុសទេហើយកូនស្រី3ហ្នឹងក៏យើងសឹងតរលុយចិញ្ចឹមបានប៉ុណ្ណឹងអញ្ចឹងហើយបងឯងតាមអីគេតាមម៉េះបានហើយបងឲ្យសម្រាប់ខ្លះទៅយើងនាំគ្នាពជាកំណើតណាពេលហ្នឹងក៏ខាងប្តីក៏គាត់យល់ចិត្តដែរគាត់ថាពជាកំណើតក៏ពជាទៅអូនបងមើលទៅក៏វាមិនអាចសង្ឃឹមថាបានកូនប្រុសដែរពេលហ្នឹងប្តីរបស់គាត់គឺជាអ្នកធ្វើស្រែដើរស៊ីស្នួលគេរែកដីជាពិសេសហ្នឹងគឺពេលដែលរដូវកញ្ច្រូតកាត់ហើយណាបងប្អូនណាពេលហ្នឹងក៏គេជួលលើកជាស្រះជាភ្លឺស្រែភ្លឺព្រែកអីហ្នឹងគេតែងតែជួលប្តីគាត់ទៅធ្វើការដល់ពេលកូនស្រីរបស់គាត់ហ្នឹងបានគ្រប់វឌ្ឍនាការបាទគ្រប់អាយុណា17 18 19ហ្នឹងគាត់ហ្នឹងក៏បានឲ្យកូនស្រីរបស់គាត់នេះបាទឡើងមកភ្នំពេញដើម្បីធ្វើការងារជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនដែលនៅក្នុងទីក្រុងភ្នំពេញហ្នឹងដែលទុកឲ្យតែកូនបងមួយដែលជាមើលការខុសត្រូវរបស់គាត់នៅក្នុងផ្ទះហើយកូនស្រីទី1របស់គាត់បងប្អូនគឺកូនស្រីរបស់គាត់ចូលចិត្តលេងសើចច្រើនចូលចិត្តដូចថាធ្វើអីអាឡែកអាឡក់អញ្ចឹងណាដូច្នេះហើយគាត់មិនសូវទុកចិត្តទេគាត់មិនឲ្យកូនស្រីគាត់ឡើងមកធ្វើការងារទីក្រុងភ្នំពេញនេះទេគាត់ឲ្យកូនស្រីរបស់គាត់ធ្វើការបាទនៅផ្ទះមួយគាត់ហ្នឹងហើយគាត់តែងតែបដាថាកូនហើយខ្លួនជាស្រីសាហាស្ដីណាគួរតែគិតសិនទៅកលេវអណ្ដាតឲ្យបានបាទ10ទៅ20ជុំមកចាំកូនឯងនិយាយកុំចេះតែនិយាយអញ្ចឹងទៅពេលខ្លះកូនគាត់និយាយហួសអញ្ចឹងទៅណានិយាយទៅនេះនិយាយទៅនោះទៅដោយសារតែជីវភាពរបស់គាត់ក្រក្រៃបងប្អូនដូច្នេះហើយក៏ធ្វើឲ្យប្តីនឹងធ្វើការបាទប្រឹងធ្វើការជាមុនទៀតដល់ថ្ងៃមួយប្តីគាត់នឹងក៏បានគេហៅប្តីគាត់នឹងឲ្យទៅបាទទៅលីស្រូវបងប្អូនណាលីស្រូវចុះទៅព្រែក
ដូច្នេះហើយប្តីរបស់គាត់អត់បានបដិសេធទេប្តីរបស់គាត់ហ្នឹងក៏បានយល់ព្រមទៅលីស្រូវបងប្អូនគឺយើងធ្វើស្រូវវាច្រូតទៅវាស្រូវសើមណាដូច្នេះហើយក្នុងមួយបាវហ្នឹង80 90 70ចឹងទៅហើយពេលដែលគាត់លីចុះទៅព្រែកចដាវបងប្អូនដែលធ្លាប់ឃើញគេលីស្រូវឡើងឡានណាគឺចដាវប៉ុណ្្នឹងដូចគ្នាពេលដែលគាត់លីចឹងទៅបងប្អូនកម្លាំងគាត់រៀងចាស់ដែរបាទ30ជាងដែរណាគាត់35បងស្រី35រីឯប្តីរបស់គាត់ហ្នឹងគឺខ្ទង់បាទ40ជាងចឹងទៅដូច្នេះហើយរៀងចំណាស់ចឹងទៅបាទចំណាស់40ជាងចំណាស់ខ្ញុំហើយបងប្អូនចំណាស់ខ្ញុំណាហើយពេលដែលតលីចឹងបងប្អូនលីទៅប្តីរបស់គាត់ក៏មកវិញឈឺទ្រូងបងប្អូនឈឺទ្រូងចឹងណាចុកគាត់ថាអូចុកហ្នឹងគាត់ក៏បានទៅរត់ទិញថ្នាំផ្ដាសាអូច្រឡំទៅរត់ទិញថ្នាំយកមកឲ្យគាត់លេបរត់ទិញថ្នាំក្រមចឹងណាដល់ពេលចឹងទៅគាត់ក៏ចាប់ផ្ដើមមួយថ្ងៃធ្លាក់ជាមួយថ្ងៃធ្លាក់ជាមួយថ្ងៃចឹងទៅប្តីរបស់គាត់ក៏ចាប់ផ្ដើមឈឺហ្មងបងប្អូនឈឺស្គមរីងរៃចឹងណាពេលហ្នឹងគាត់ហ្នឹងក៏បានចេញទៅបាទទៅដើរស៊ីស្នួលគេដើម្បីរកលុយហ្នឹងយកមកមើលប្តីវិញហើយយកទៅទិញថ្នាំបានតែមួយគ្រប់ទេរីឯកូនស្រីរបស់គាត់ហ្នឹងក៏បាននិយាយថាគាត់ហ្នឹងគឺចេញទៅរកការងារដែរពេលដែលច្រូតកាត់ច្រូតអីហើយហ្នឹងណាគាត់បានចេញបាទទៅជួយហាលស្រូវបាទអាស្រូវសើមហ្នឹងគាត់មិនជួយហាលស្រូវហាលអីក្នុងមួយបាវបានប្រមាណអញ្ចឹងណាយកលុយយកកាក់ហ្នឹងយកមកឲ្យម្ដាយហ្នឹងទៅបន្ទាប់ពីអត់មានបងប្អូនអត់មានលុយណាកូននៅពេញផ្ញើលុយមកច្រើនដែរតែអត់ទប់នឹងអូគាត់នឹងឈឺទេប្តីគាត់នឹងឈឺងាកឈឺចេះងាកឈឺអញ្ចោះពេលខ្លះទៀតបងប្អូនគាត់សឹងអស់តម្រេះណាគាត់មិនដឹងធ្វើម៉េចដើម្បីព្យាបាលប្តីគាត់ក្រមគេហៅក្រមក្នុងបងប្អូនណាព្រោះអីលីបាវខ្លាំងពេកពេលខ្លះទៀតណាប្តីគាត់ហ្នឹងគឺអត់ហ៊ានហូបបាយទេគឺប្រឹងទៅលីបាវលីអីចឹងទៅហើយពេលហ្នឹងគឺគាត់អាណិតប្តីដែរបងប្អូនគាត់អាណិតប្តីគាត់បាននិយាយមួយប្តីថាបងហើយបើថានេះសម្រាប់ខ្លះទៅមិនធ្វើការងារខ្លាំងពេកទេបងធ្វើការងារខ្លាំងពេកខ្លាចបងខ្សោយកម្លាំងចឹងណាតែប្តីរបស់គាត់ណាគេហៅថាទឹកចិត្តជាប្តីជាចំហនៃគ្រួសារបើសិនជាគាត់ដួលរលំពេលណាគឺគ្រួសារហ្នឹងគឺត្រូវតែខ្សត់ដូច្នេះហើយគាត់ប្រឹងធ្វើការណាបងប្អូនធ្វើការរហូតតាំងពីយប់អីចឹងគាត់ថាប្តីគាត់ខំណាអូនអើយខំធ្វើការណាតែគាត់ហ្នឹងគឺបាននិយាយដែរហើយមួយយ៉ាងទៀតគាត់តែងតែទិញរបស់ប៉ោឲ្យប្តីគាត់ដែរតែប្តីគាត់ដូចមិនសូវហ៊ានហូបទេអារបស់ថ្លៃគាត់មិនសូវហ៊ានហូបគាត់ហូបតែរបស់ធម្មតាដូច្នេះហើយធ្វើការខ្លាំងប្រើកម្លាំងខ្លាំងបើយើងហូបធម្មតាគឺអាចនឹងធ្លាក់ចឹងហើយបន្ទាប់ក្រោយឡើងមកទៀតមកក៏កូនស្រីគាត់នៅផ្ទះនេះគាត់ក៏អត់មានការងារធ្វើដូច្នេះហើយគាត់ក៏បានបាទទៅធ្វើការនៅផ្ទះលោកតាម្នាក់ដែលលោកតាហ្នឹងគឺគាត់បាទតែងតែហៅគាត់ទៅជួយបាទជំរះស្មៅទៅកាត់ស្មៅហើយពេលខ្លះទៀតណាគាត់តែងតែឲ្យបាយឲ្យសម្លមកកាន់គាត់ផងដែរដោយផ្ទះរបស់គាត់ហ្នឹងគឺនៅទល់មុខផ្ទះគ្នាគាត់ទេបាទទល់មុខគាត់ហ្នឹងណាដល់តែពេលអញ្ចឹងទៅគាត់ក៏ខ្វះខាតមែនទែនគាត់មិនដឹងទៅរត់លោកខ្ចីពឹងណាទេកូនក៏វាមិនតាន់បានបើកប្រាក់ខែដូច្នេះហើយគាត់ក៏បានដាច់ចិត្តមែនទែនកាត់ហើយអស់ហើយដីស្រែក៏អត់មានដែរបងប្អូនណាគាត់បានទៅផ្ទះលោកតាហ្នឹងទៅដល់ផ្ទះលោកតាហ្នឹងទៅអត់ជួបលោកតាជួបតែប្រពន្ធដល់ពេលជួបប្រពន្ធហ្នឹងគាត់ស្រួលជាងតាហ្នឹងទៅទៀតហើយលោកតាហ្នឹងគាត់បាននិយាយថាកូនប្រុសកូនស្រីរបស់គាត់ហ្នឹងគឺរៀបការអស់ហើយគេទៅនៅនឹងពេញទៅនៅនឹងខេត្តផ្សេងអញ្ចឹងហើយគាត់ហ្នឹងគឺនៅនឹងផ្ទះហើយចាំតែលុយកូនផ្ញើមកទេលុយកូនគាត់ទាំងអស់ហ្នឹងផ្ញើមកម្ដងច្រើនចឹងដែរណាគេអ្នកចិញ្ចឹមចឹងទៅហើយគាត់ក៏ជាអ្នកដែលធូរធារនៅក្នុងស្រុកភូមិរបស់គាត់ដែរដូច្នេះហើយគាត់ក៏បានបាទដាច់ចិត្តទៅខ្ចីលុយទៅដល់ឃើញលោកយាយហ្នឹងគាត់នៅផ្ទះហ្នឹងណាពេលហ្នឹងថាអូយាយហើយខ្ញុំមកនេះគឺចង់ពឹងពាក់យាយមួយពឹងពាក់អីមើលនិយាយមករឿងកុំខ្លាចក្រែងអីណាអ្វីដែលគាត់ជួយបានគាត់ជួយបើអីចំណាស់នេះគាត់ដើរធ្វើបុណ្យទេហើយពេលហ្នឹងក៏គាត់ថាឥឡូវហ្នឹងប្តីខ្ញុំឈឺណាខ្ញុំអត់មានលុយមានកាក់ទេឥឡូវហ្នឹងខ្ញុំសូមពឹងលោកយាយហ្នឹងគឺខ្ចីលោកយាយចំនួនប៉ុណ្ណេះចឹងទៅហើយលោកយាយក៏ថាហើយខ្ចីប៉ុណ្ណឹងមើលប្តីហើយជាដែរអីខ្ចីប៉ុណ្ណឹងវាដូចជាមិនខ្ចីដដែលដែរណែឥឡូវចេះចោះហើយយកលុយប៉ុណ្ណេះយកទៅមើលប្តីឯងទៅបើសិនជាប្តីឯងជាក៏ជាទៅប្តីឯងមិនជាលុយវាអត់គ្រប់100អញទៀតមកពេលហ្នឹងខ្ចីគឺគាត់អត់មានគិតថាការប្រាក់អីទេបងប្អូនណាបាទគាត់គិតថា
គាត់មិនតាន់គិតថាការប្រាក់ការអីក៏អត់តាន់និយាយរឿងការប្រាក់ឯងប្រពន្ធគាត់ក៏ថាទូការប្រាក់ណាក៏ដោយបងស្រីនៅហ្នឹងការប្រាក់ច្រើនយ៉ាងណាក៏ដោយក៏គាត់ត្រូវតែរត់ដែរព្រោះអីគឺគាត់អត់មានលុយសំបីតែទិញថ្នាំដូច្នេះក៏ត្រូវការលុយហ្នឹងពេលដែលបានលុយពីយាយហ្នឹងមកពេលហ្នឹងគាត់ក៏បានបាទយកប្តីគាត់ទៅពេទ្យជាមួយនឹងកូនស្រីរបស់គាត់ហ្នឹងគឺបាទ19ឆ្នាំបងប្អូនគឺប៉ិនដេកណាដូច្នេះក៏ដេកបាទចាំឪគាត់ហ្នឹងទៅរហូតតតែគ្រាន់បើគាត់ត្រឡប់មកផ្ទះវិញពេលហ្នឹងប្តីគាត់សួរថាអូនឯងបានលុយមកពីណាមកព្យាបាលបងហ្នឹងហើយម្យ៉ាងទៀតលុយកូនយើងនៅភ្នំពេញ2នាក់អត់តាន់បានបើកប្រាក់ខែទេហើយពេលហ្នឹងក៏ខាងប្រពន្ធគាត់ហ្នឹងនៅថាបងលុយហ្នឹងគឺខ្ញុំទៅរត់ទឹកខ្ចីណោះតានិយាយណោះទល់មុខផ្ទះយើងហ្នឹងអញ្ចឹងហើយបងឯងប្រឹងតាហូបបបរហូបអីឲ្យបានឆ្អែតដាក់ឲ្យឆ្អែតទៅពេលដែលឆ្អែតហើយបងដេកទៅចោះហើយពេលហ្នឹងក៏ខាងប្តីគាត់ថាអូនហើយយើងមិនដឹងជាមានលុយមានកាក់ណាសងគេទេហើយអញ្ចឹងហើយហ្នឹងក៏ខ្វះខាតទៀតបងប្អូនដូច្នេះហើយគាត់បានទៅខ្ចីលុយលោកយាយមួយសាទៀតតែពេលដែលខ្ចីលុយលោកយាយហ្នឹងក៏បានជួបលោកតានៅក្នុងដែរហើយពេលហ្នឹងលោកតាហ្នឹងក៏គាត់រត់តែស្រួលដែរបងប្អូនគាត់ថាមិនអីទេចៅអើយក្មួយឯងយកទៅណាយកទៅមើលប្តីចាឯងទៅថាពេលនេះណាគឺជាពេលដែលយើងត្រូវការលុយជាចាំបាច់អញ្ចឹងហើយយកទៅមើលទៅគាត់ក៏បានយកលុយយកកាក់ហ្នឹងយកមកទិញថ្នាំទិញអីឲ្យប្តីគាត់ទៀតតែប្តីគាត់ហ្នឹងគឺបានត្រឹមតែមួយអន់ទេបងប្អូនលុយដែលយកមកដាក់ទៅរៀងអន់អស់លុយតឹងទៀតដាក់ទៅរៀងអន់ដល់ទៅពេលអត់មានលុយអត់អស់លុយបងប្អូនដល់អស់លុយគាត់ចង់តែខ្ចីលុយហ្នឹងតានឹងមួយសាទៀតតែខ្ចី2ដងហើយបងប្អូន2ដងអត់តាន់បានសងគាត់ម្ដងទេដូច្នេះហើយក៏គាត់មិនដឹងថារមូលហេតុអីដើម្បីតែខ្ចីលុយនឹងដែរហើយពេលហ្នឹងគាត់ក៏បានបាទនឹកឃើញថាគាត់ចង់កាត់នៃប្រាក់ការខ្លះតែមិនដឹងថាគាត់យកការប្រមាណទេពេលហ្នឹងគាត់ក៏បាននិយាយជាមួយកូនស្រីរបស់គាត់ដែលមានអាយុ18ឆ្នាំហើយកូនស្រីរបស់គាត់គាត់ហៅថាកច្រាប់ម៉ែចង់មានរឿងមួយនិយាយមួយកូនណាកូនក៏ចាប់ថាម៉ែឯងមានរឿងអីនិយាយមកម៉ែគាត់ថាចង់ឲ្យកូនឯងណាបើសិនជាទៅបំរើតានិយាយទៅនៅមួយតាយាយកូនឯងទៅអត់តាយាយណាតាយាយដែលទល់មុខផ្ទះយើងហ្នឹងដែលម៉ែទៅខ្ចីលុយគាត់ហ្នឹងកូនឯងព្រមទៅនឹងអត់ពេលហ្នឹងកូនស្រីរបស់គាត់ថាព្រមអញ្ចឹងណាឲ្យតែគាត់ព្រមទទួលគាត់ហ្នឹងហើយពេលហ្នឹងគឺគាត់ចេះដាំស្លអស់ហើយបងប្អូនគាត់ចេះបំពេញភារកិច្ចដែលដាំស្លអស់ហ្នឹងពេលហ្នឹងគាត់ក៏បានគិតថាអញ្ចឹងក៏វាងាយស្រួលដែរចាំមើលគាត់ទៅនិយាយជាមួយតានិយាយហ្នឹងពេលហ្នឹងគាត់ក៏បានបាទល្ងាចឡើងគាត់ចេញទៅនិយាយជាមួយតាយាយហ្មងតាយាយហ្នឹងក៏ឃើញមុខភ្លាមគាត់ថាមើលម៉ូនឯងត្រូវការលុយប្រហែលទៀតហើយពេលហ្នឹងក៏ខាងបងស្រីនៅហ្នឹងគាត់ក៏រៀងល្អើចិត្តដែរដោយសារគាត់មិនតាន់បាននិយាយផងហ្នឹងបាយជាតាយាយហ្នឹងគាត់ដឹងស្រាប់ហ្នឹងថាខ្ញុំមកនេះគឺទី1ហ្នឹងណាគឺខ្ញុំមកចង់ខ្ចីលុយបន្ថែមតែខ្ញុំខ្ចី2ដងហើយអត់តាន់បានសងទៅដល់តានិយាយទេឥឡូវនេះខ្ញុំចង់ខ្ចីបន្ថែមទៀតតែខ្ញុំហ្នឹងណាគឺសុំតានិយាយថាសុំឲ្យកូនស្រីរបស់ខ្ញុំហ្នឹងគឺចូលបំរើឲ្យនៅថែទាំទឹកក្តៅទឹកត្រជាក់ហើយនឹងដាំស្លឲ្យតានិយាយតែមិនដែរពេលហ្នឹងក៏ខាងនិយាយហ្នឹងក៏ថាអត់អីទេព្រោះអីណាគាត់ឥឡូវហ្នឹងក៏គាត់ដាំស្លអីក៏មិនសូវបានដែរអញ្ចឹងហើយឲ្យចៅស្រីហ្នឹងមកធ្វើការមួយគាត់ក៏បានដែរពេលហ្នឹងគឺគាត់សុបាយវិញបងប្អូនគាត់ថាពេលដែលឲ្យកូនស្រីគាត់ទៅធ្វើការអញ្ចឹងទៅគាត់ក៏គ្រាន់ដែរគ្រាន់មិនថាទី1គឺគាត់អត់សូវទៅទាល់ថាឲ្យកូនស្រីទៅទេដល់ពេលអញ្ចឹងទៅគាត់ក៏ឲ្យកូនស្រីថាកូនណាកូនឯងមើលជួយបំរើតាយាយដែលនៅស្រុកណានៅផ្ទះហ្នឹងណាហើយបំរើទៅទឹកក្តៅទឹកត្រជាក់យកប្រលប់អីណាហើយចាំមកងាកឡើងចាំកូនឯងទៅផ្ទះយើងវិញយប់ឡើងទៅផ្ទះយើងព្រលឹមឡើងមកធ្វើការឲ្យគាត់ទៅពេលហ្នឹងក៏បានទៅធ្វើការឲ្យគាត់ហើយកូនស្រីរបស់គាត់ទៅធ្វើការជាមួយតានិយាយណាគឺយាយហិញតាហ្នឹងស្រឡាញ់បងប្អូនស្រឡាញ់ចៅហ្នឹងណាស្រឡាញ់ដូចជាកូនបង្កើតរបស់គាត់ចឹងអាវខោក៏តែងតែទិញឲ្យមកធ្វើការហ្នឹងក៏គាត់មិនសូវប្រើទេគាត់តែងតែដាំបាយស្លស្លុកអីហ្នឹងគឺគាត់ដាំបាយខ្លួនគាត់កូនស្រីហ្នឹងគឺសឹងមិនដាំផងទៅធ្វើការឲ្យគេណាតែទៅធ្វើដូចជាស្ត្រីដែលជាធ្វើជាកូនស្រីគេចឹងគឺគេមិនបានប្រើទេកូនឯងធ្វើក៏ធ្វើមិនធ្វើក៏អត់អីដែរចាំម៉ែអ្នកធ្វើចឹងទៅពេលហ្នឹងក៏ខាងបងស្រីហ្នឹងគាត់តែងតែសួរកូនស្រីគាត់ថាម៉ែកូនឯងទៅធ្វើការមួយយាយហិញតាហ្នឹងគាត់ប្រើកូនឯងទេកូនថាគាត់អត់ប្រើខ្ញុំអីផងម៉ែគាត់អត់ប្រើខ្ញុំទេពេលខ្លះទៀតគឺគាត់ឲ្យខ្ញុំដេកចឹងទៅពេលខ្លះទៀតគឺគាត់ឲ្យខ្ញុំហាត់ប្រាណហាត់អីចឹងទៅគឺគាត់អត់បានប្រើខ្ញុំទេ
chắc con ai miền đam bài sloi kế ta kê mình ra con ai trâu thưa nó con ta đâu tia kế trâu thưa bởi dương chụp bẹo nồi kê hay bị nắng con sẽ có tha ót phong còn bán prao bán ấy thế còn hao nhưng ta côn nưng hơi bà tuột rồi làng mà tiệt máu pe nắng bà pôn rồi bỏ quạt đại chỉ lục về nắng á quạt nó có chư bằng ổn chư bây để chư nắng tấu co ban bà côn xảy rồi bà quạt nó cứ chia ba áo còn hao tha mơ ca có trừ hai lục về nắng á có tăng bị khmênh mà bằng ổn quạt ở đây chơi chư chẳng thế có tha lép cho tham mà crop nó cứ chia chẳng từ cao cho lắm cái chia chẳng từ cứ con mình đai chơi chư bàn tay đập pe có lẹ luôn chư mà đó cứ chư chẳng mong bằng ổn á bong sậy có tha chư khăn chẳng mong hai bên nó côn sậy bọc có nó cứ bàn mưa thai là xa hơi có tha dục lao chẳng á cứ mình ơi con mà đây tia tê ơi con tại đây mưa thai về đằng từ vậy nó côn sậy bọc có ở bàn mà đây tia đây các bạn đây mưa thai về mưa thai ta hơi côn sậy bọc có đó các bạn mà prap có tha mày ơi ta nó còn sạch lạnh vào pôn quạt na quạt đây ao vào pôn quạt tiền vào pôn quạt chư hay nắng á đây ao chẳng từ hơi bây giờ quạt đây ao bởi chẳng quạt ao nhom nâu tê quạt ao nhom màu đây chẳng từ quạt miên vào top mua ở trong đây sớm sinh để chẹt tiết nó hơi trong pe để khơi quạt chẳng cứ trong ý nó pe để quạt đây ao vào pôn quạt đó nè hay quạt bàn này dễ prap trong tha quạt sạch lạnh vào pôn quạt đó tăng tai pi cầm mông cầm lò nó chập đài kia rột xì chẳng từ tăng pi bọp này còn dễ tầm nào đam tuồng quạt á hay có thà hỗ to lớn có con sờ lạnh và pôn quạt na và pôn quạt có sờ lạnh ở đây có đài tai pe đài quạt chư dân tới cứ quạt tay từ để prap rưỡi mà can côn sấy bọc quạt để mua thằng cái chập á nè quạt bàn hào thang cái chập ơi cái chập ai mà nâu chùm mùi ở về nó cứ ở dạ pe riêng du đài hơi hay cái chập ai nó cứ chỉ nè phun phong rồi bon chùm mùi về đài về nó cứ sờ lạnh cái chập ai chân hơi cái chập bà sinh chỉ ăn bị về tấu nè mơ mày môi mày pía cái chập ai nhá đào chèn trâu hay ở xa mà xu sục túc ta phong rồi ta nó cứ quạt nó ọt miên để na tiệt tê côn chào nó miên để na bàn nâu chỉ mùi quạt đôi chân này hơi cái chập ai bà sinh chia cái chập ai mà ọt bị về tấu á cái chập ai ở xa ớt lơ nó phong hay bà sinh chỉ ọt bị về tấu mong tấu cái chập ai nhá xa màu lên màu mơ màu thái ta ai phongอย่างtừ hay bên đó cái chập các bạn ok các bạn chỉ mùi đừng về đó nè hơi khang bon sấy nấu nè có tay là tàu xua sọc túc bằng bồn ta là nghĩ lang có tay tao coi dễ lên chỉ môi nâng khang sấy nâng ngày tàu diện coi dễ lên mùi dê sai ắc chỉ môi cái này nè hay bên nó có quạt bàn về còn về chỉ môi nâng khang bon sấy nâu có thể nấu à bà sân phải bị anh tới nè đây anh á cứ bị mai vậy thay ta bị mai á đây anh mà con chỉ rồi một pôn mùi tia đây rồi về mùi tia đây bữa đây anh còn nâu tại miền ở toàn hà còn đồng miền chẳng á còn nâu tại bàn chẳng từ tại pe class nó cứ quạt ọt ao đây mùi quạt tề hay bị thà ọt bị quạt từ mơ nâu ấy mơ rồi về nà mùi chẳng nó mà nâu cho mùi quạt từ còn ơi quạt ai cầu mà này ai xôm xuống quạt cất clay hay pe nó có khang bằng nấu có tha ý ta chỉ na ba chiêng hơi quạt nâu miền đây mến thằng quạt nâu tầm miền chẳng con đâu tầm miền hay pe khá thì còn sống anh đái tại anh cha hay anh thưa em cao thế pe khá tiết anh tay tại ôi lôi quạt tộc hàng cao chẳng từ ở con tro ấy cao chẳng á tại pe khá có thang ọt đi tại pe khá có tàu chẳng từ anh chắc anh score đây anh sẽ ba thập đây anh cứ nấu thầu ca thầu ấy tại bữa sinh ọt vì anh tàu á mơ ruột mềm mai là con phum dân mùi tới ai chui sầm lân mưa anh thoáng tha mềm mai na đài là chia mềm mai còn ba cái sờ lanh đây sờ lanh côn anh nhé nè hai chỉ mơ rồi mùi từ anh không biết pưng na bàn tay mình là pưng anh tê hai côn sấy bò hải nó cứ nó thưa ca nó tè anh thò mà đa từ bài tật lôi cạ bạc cãi nó chạm ôi anh chỉ này áo đưa ta chỉ này ôi bây đó có cót ban tháng công gì chẳng anh bà sinh chia ở cọt rốt á cọt trong rốt nè ôi tê hai bên nắng cọt ban dễ thà trẻ cho bà sinh chia sọp bờ mấy bà sinh chia bỏ ọt bị cọt tới á chẳng ao chào sấy nó mới thay ta nó rồi hốt bàn ọt bây nó có chia cùng đất mùi rồi bọc hàng sấy nâu này sấy nâu nó cọt có trong son côn ta hay gì nè có tha tôi chỉ dây mình dễ có cọt ở côn sấy cọt nó son côn đỏ ta nè đai hay đừng dễ đai pro ấy nó cứ ta dễ miền côn lừa cọt nè
ខ្ចីលុយ3ដងអស់មកសន្ធឹកបងប្អូនតែគាត់អត់បានរំលឹករឿងលុយហ្នឹងទេអត់រំលឹកថាអូឯថ្ងៃណាត្រូវសងអញថ្ងៃណាត្រូវសងអញទេក៏អត់រំលឹកណាពេលហ្នឹងហើយទៅគាត់បានឲ្យកូនស្រីគាត់ហ្នឹងគឺជួយមើលការខុសត្រូវហ្នឹងបន្ទាប់ពីគាត់និយាយហើយគាត់ក៏បានទៅនិយាយប្រាប់កូនគាត់ថាកច្រាប់ឯងយប់ឡើងអាសាស្ទាបមើលយាយផងណាស្ទាបមើលយាយហើយស្ទាបមើលតាផងអាសានិយាយលេងមួយតានិយាយពីនេះនិយាយពីនោះទៅនិយាយឲ្យគាត់សុបាយចិត្តពេលហ្នឹងកូនស្រីរបស់គាត់ធ្វើដូចគាត់ចឹងប្រហែលជាទម្លាប់របស់គាត់ហ្នឹងកូនស្រីគាត់ក៏ចូលចិត្តនិយាយលេងសើចច្រើនចូលចិត្តនិយាយពីនេះនិយាយពីនោះចឹងទៅហើយពេលដែលបងប្អូនគេមកជួបជុំគ្នាម្ដងនៅក្នុងកម្មវិធីបាសចូលឆ្នាំកណ្ដុងណាគាត់ថាកូនស្រីរបស់គាត់ក៏បាននាំគ្នាមកលេងផ្ទះតាហើយលេងផ្ទះយាយផ្ទះតាផ្ទះយាយក៏ទិញបាទក៏ទិញម្សៅទិញស្រាទិញម្ហូបគឺធ្វើម្ហូបមហាឡើងពេញមកកណោកោដឹកណាគឺធ្វើឲ្យគេហូបយំទៅហើយពេលហ្នឹងណាសបាយណាស់កូនស្រីរបស់គាត់ទាំង3នាក់ក៏បានទៅលេងសើចជាមួយនឹងតាទៅបងតាស្អាតណាស់ទៅបិចច្បិចតាហ្នឹងឲ្យតាហ្នឹងអៀនអញ្ចឹងទៅបងតាពេលខ្លះបងប្អូនក៏គាត់កូនគាត់ណាក៏បានទៅថើបតាបងប្អូនណាបាទបានទៅថើបតាថើបអីអញ្ចឹងទៅថើបតាខួតអញ្ចឹងណាបងតានោះស្អាតបងតានោះក៏អូបតាហ្នឹងអៀនអញ្ចឹងទៀតហើយតែពេលហ្នឹងគឺកូនគាត់ក៏គិតថាថើបហ្នឹងគឺថើបគាត់ថើបតាទេដែរថើបតាអញ្ចឹងទៅតែមិនដឹងតាហ្នឹងគាត់គិតអីក៏យើងមិនដឹងណាតែប្រពន្ធក៏អត់ប្រចាំថាថើបទៅកូនថើបទៅថើបអាយុវែងថើបជាងទៅបាទអោបថើបតាហ្នឹងទៅដោយសារតាក៏អ្នកមានគុណរបស់គ្រួសារគាត់ហ្នឹងក៏អត់បានប្រកាន់ហើយតាហ្នឹងក៏គាត់អៀនប្រពន្ធក៏អត់ប្រកាន់ដែរក៏បានហូបផឹកស៊ីអញ្ចឹងទៅហូបផឹកថ្ងៃហ្នឹងហើយណាស្អែកហៅមកទៀតមកផឹកស៊ីទៀតស្អែកហៅមកទៀត3ថ្ងៃ4ថ្ងៃជាប់គ្នាផ្ទួនបងប្អូនគឺខាងតាគាត់អ្នកចេញលុយចេញកាក់ឲ្យហូបឲ្យផឹកឲ្យស៊ីហ្មងណាហើយក៏ដាក់បាសរំគាត់ដាក់បាសរំអញ្ចឹងទៅហើយដល់ពេលលោកយាយហ្នឹងដល់ពេលអាថ្ងៃទី4ហ្នឹងគាត់អត់ស្រួលខ្លួនគាត់ទេតែគាត់ហ្នឹងប្រឹងងើបឡើងមកគាត់ឲ្យខាងបងស្រីនៅហ្នឹងគ្រាគាត់ឡើងអានៅឯងគ្រាឯងឡើងអញចង់ឃើញក្មេងៗរំអញនឹងបានមើលប្រហែលឆ្នាំទៀតទេមិនស្រួលឆ្នាំហ្នឹងមិនបានមើលឆ្នាំក្រោយហ្នឹងគឺអត់បានមើលទេឆ្នាំហ្នឹងបានប៉ុន្តែឆ្នាំក្រោយអត់បានអញ្ចឹងគាត់ឲ្យលើកឡើងគាត់ក៏បានលើកឡើងលើកអីមកពេលដែលលើកឡើងគាត់អង្គុយគាត់សប្បាយគាត់ចង់រំក៏ឲ្យខាងប្តីគាត់គ្រាហើយនាំគ្នាបាទចាប់គាត់ជួយឡើងរំអញ្ចឹងគាត់ថាសប្បាយណាស់អញ្ចឹងណាសប្បាយរួចរាល់ហើយបងប្អូនក៏មិនដឹងថ្ងៃហ្នឹងគឺថ្ងៃចុងក្រោយរបស់ប្រពន្ធរបស់តាហ្នឹងទេពេលដែលគាត់សប្បាយរួចរាល់ហើយគាត់ហត់គាត់បែកញើសគាត់បានចូលទៅដេកចូលទៅងូតទឹកងូតអីដេកអញ្ចឹងទៅពេលដេកហ្នឹងហើយពេលហ្នឹងចៅស្រីទាំង3នាក់កូនគាត់ហ្នឹងណាគឺបានដេកជាមួយនឹងយាយនឹងដែរបងប្អូនអើយគេពងតែដេកលក់ស្រួលហ្នឹងស្រាប់តែពេលហ្នឹងគឺឡាយដឹងអីហ្នឹងលោកយាយគាត់បានស្លាប់ទៅបងប្អូនណាពេលដែលគាត់បានស្លាប់មានអ្នកដឹងទេក៏បានងើបឡើងមកហ្នឹងក៏អត់បានសៀបយាយនឹងដែរក៏បានងើបឡើងមករៀបចំឲ្យវាយអាវ៉ានទុកឲ្យស្រួលបួលលាងចានលាងឆ្នាំងអញ្ចឹងណាដោយសារហូបយប់មិញដល់ពេលហើយក៏តាក៏សួរចាប់ឃើញយាយឲ្យឡើងនៅថាមិនតាន់បានយាយអត់តាន់ភ្ញាក់ទេឃើញគាត់ដេកលក់ស្រួលណាពេលហ្នឹងតាក៏បានចូលទៅខាងក្នុងផ្ទះពេលដែលចូលទៅក្នុងផ្ទះបងប្អូនអើយក៏ស្រែកយំបដ ாய் គាត់ស្រែកយំមនុស្សប្រុសបងប្អូនណាដើមទ្រង់5ហាត់កម្រស្រក់ទឹកភ្នែកណាតែដល់ពេលប្រពន្ធគាត់ស្លាប់គាត់ស្រក់ទឹកភ្នែកគាត់ស្រែកយំហ្មងដល់ពេលកូនរបស់គាត់ហ្នឹងក៏បានចូលទៅខាងក្នុងហើយពេលស្រែកទៅក៏លឺសូរទៅដល់គាត់ពេលទៅលឺសូរទៅដល់គាត់ហ្នឹងគាត់ក៏បានបាទចេញមកមើលទៅក៏បានដឹងថាអូលោកយាយនឹងដាច់ខ្យល់ស្លាប់បាត់ទៅហើយតែដាច់ខ្យល់ស្លាប់គឺគាត់ស្លាប់ដោយញញឹមបងប្អូនដោយស្នាមញញឹមគាត់ក៏អត់មានព្រួយបារម្ភអីបន្តិចបន្តួចទេដោយសារតែគាត់បានផ្ដាំផ្ញើគេអស់ហើយហ្នឹងអញ្ចឹងគាត់ក៏បានស្លាប់ទៅពេលហ្នឹងក៏បានធ្វើបុណ្យនៅទល់មុខហ្នឹងទៅហើយគ្រួសាររបស់គាត់ណាប្តីរបស់គាត់ក៏បានធូរទៅហើយក៏បានទៅជួយមើលការខុសត្រូវយ៉ាងទៅហើយកូននោះមកជួបជុំគ្នាអស់លីងហើយពេលនៅក្នុងកម្មវិធីហ្នឹងបងប្អូនដែរហើយតាហ្នឹងក៏គាត់អត់ធ្វើអីទេតាហ្នឹងក៏គាត់អង្គុយសំកុកតែមុខក្តាមឈូងប្រពន្ធគាត់ហ្នឹងមុខតែអាកន្លែងរូបថតប្រពន្ធគាត់ហ្នឹងគាត់នឹងស្ដាយសំណោះប្រពន្ធគាត់បងប្អូនណាហើយបន្ទាប់ពីបានធ្វើរួចរាល់ហើយរហូតតទៅបុណ្យ7ថ្ងៃហើយពេលហ្នឹងលោកតាហ្នឹងក៏បានប្រាប់ថាមិនឲ្យចៅមកបម្រើគាត់ទៀតទេឲ្យចៅហ្នឹងត្រឡប់ទៅផ្ទះវិញទៅនៅផ្ទះទៅអត់អីទេមិនបាច់មកទេគាត់នៅតែផ្ទះម្នាក់ឯងហើយជារឿយៗក៏តែងតែអត់ចេញពីក្នុងផ្ទះទេបងប្អូនក៏តែងតែចាក់សោសង្ងំខ្លួនឯងនៅក្នុងបន្ទប់ចាក់សោសង្ងំខ្លួនឯងនៅក្នុងបន្ទប់ពេលហ្នឹងណាក៏ខាងបងស្រីនៅហ្នឹងគាត់ឃើញអញ្ចឹងដល់អត់ស្រួលចិត្តគាត់ក៏បានប្រាប់កូនស្រីរបស់គាត់ឈ្មោះកច្រាប់ហ្នឹងណារីឯកូន2នាក់គាត់ហ្នឹងក៏បានត្រឡប់ទៅវិញបាត់ហើយពេលហ្នឹងក៏ប្រាប់ថាកច្រាប់ឯងទៅមើលតាឯងហ្នឹងឃើញថាអត់ដើរចេញតាណាទេ
ប្រហែលជានៅក្នុងផ្ទះខ្លាចគាត់គិតខ្លីណាពេលហ្នឹងក៏ឲ្យកញ្ច្រឹបមកកញ្ច្រឹបក៏បានចូលទៅក្នុងផ្ទះបាទចាក់សោគ្រិចក្រុកអត់មានសោសគួរក៏ចាក់សោគ្រិចក្រុកចូលទៅអញ្ចឹងក៏ឃើញតានឹងអង្គុយថាតាឯងតានេះអត់មានដើរលេងណាអីទេនឹងអង្គុយអញ្ចឹងណានិយាយមាត់ខ្លាំងតាំងក៏មករំខានតាចាក់ឯងចេញទៅពេលហ្នឹងថាចេញទៅណាខ្ញុំចង់នាំតានៅទៅរកហូបអីនេះហើយពេលហ្នឹងគាត់ថាចាប់តានឹងមកបងប្អូនគាត់ចាប់ទាញតានឹងគាត់ហៅម៉ែគាត់ចាប់ទាញតានឹងមកងូតទឹកងូតអីហើយពេលហ្នឹងកូនគាត់ហ្នឹងក៏បានដាក់ឲ្យតានឹងអោបចកេះគាត់ដាក់ឲ្យតាអោបចកេះគាត់ដឹកតានឹងដើរលេងហ្មងដឹកតាដើរលេងទៅនេះទៅនោះអត់មាននៅក្នុងផ្ទះទេដើរលេងទៅរកស៊ីផឹកទៅនេះទៅរកស៊ីផឹកនោះដល់ពេលតានឹងគាត់ទៅជាមួយនឹងកូនស្រីរបស់គាត់ផងហើយកូនស្រីរបស់គាត់ក៏តែងតែគៀកកើជាមួយនឹងតានឹងដែរពេលខ្លះទៀតក៏ឃើញអោបតានឹងឲ្យថើបតានឹងអញ្ចឹងទៅហើយពេលហ្នឹងក៏គាត់សួរកូនស្រីគាត់ថាកូនឯងធ្វើអញ្ចឹងប្រយ័ត្នតានឹងខឹងណាថាអត់អីតានឹងអត់ខឹងទេខ្ញុំធ្វើអញ្ចឹងទៅដើម្បីឲ្យតានឹងគាត់សុបាយចិត្តដល់ពេលគាត់លេងសើចខ្លាំងពេកបងប្អូនគាត់លេងសើចអោបថើបតានឹងទៅបាទច្បាច់នេះច្បាច់នោះតានឹងទៅធ្វើឲ្យតានឹងគឺឡែងមានអារម្មណ៍នឹកយាយបងប្អូនអត់មានអារម្មណ៍នឹកយាយទៀតស្រាប់តែយូរទៅស្រាប់តែពេលហ្នឹងគឺកូនស្រីគាត់ហើយនឹងតាហ្នឹងគឺស្រឡាញ់គ្នាបងប្អូនស្រឡាញ់គ្នាមុនដំបូងឡើយគឺខាងបងស្រីនោះគាត់ដើររកមីម៉ាយដែលនៅក្នុងស្រុកភូមិហ្នឹងណាជំនួសឲ្យលោកយាយហ្នឹងគាត់ទៅសួរម្នាក់ទៅគាត់ថាទេគាត់មិនបានពេញចិត្តតាហ្នឹងទេតាហ្នឹងយកមកទៅអីធ្វើអីកើតតាបន្តិចស្លាប់បាត់ហ្នឹងគេមិនយកមកទេមួយទៀតក៏គេមិនយកទៀតក៏គេមិនយកដល់សួរចំមីម៉ាយកូន3ហ្នឹងគេយកគេព្រមយកតែដល់ពេលចាប់ផ្ដើមមកសួរតាហ្នឹងថាទេគាត់យកទេគាត់ឈប់យកប្រពន្ធហ្នឹងឯងគាត់មិនយកទេតែពេលដែលស្រឡាញ់កូនស្រីគាត់ហ្នឹងស្រាប់តែពេលហ្នឹងគឺគាត់ចូលចិត្តកូនស្រីគាត់ណាហើយពេលហ្នឹងក៏បានមកនិយាយផ្ទះគាត់នឹងថាខ្នៅអញមានរឿងមួយចង់និយាយខ្នៅប្រាប់ខ្នៅឯងណាតែពេលដែលគាត់មកនិយាយគាត់មានផ្លែឈើមកកត្រកជាមួយនឹងចាស់ពីរនាក់អញចង់និយាយរឿងមួយជាមួយខ្នៅឯងតើមានរឿងអីតានិយាយមកខ្នៅហើយតាំងតែពីយាយឲ្យស្លាប់ទៅណាគឺថាអញហ្នឹងគឺកណ្ដាយម្នាក់ឯងអញគិតច្រើនណាអញពេលខ្លះអញចង់គិតខ្លីទៀតណាតែពេលដែលអញបានចៅគាត់មកនៅជាមួយគាត់តែងតែលេងសើចជាមួយអញគាត់តែងតែនិយាយធ្វើយ៉ាងណាដើម្បីអញបានសើចហើយដល់ទៅពេលអញគិតយូរទៅអញឥឡូវចង់យកចៅហ្នឹងថាចាំមានអីរងថ្ងៃហ្នឹងចៅហ្នឹងទៅនៅមួយរហូតតាពេលហ្នឹងថាអត់ទេគឺអញចង់ចូលសួរយកចៅហ្នឹងធ្វើជាប្រពន្ធហើយគិតថាមិនដែរពេលហ្នឹងចំណៅគាត់រៀងស្រឡាំងកាំងទៀតដែរគាត់ថាគាត់មិនតាន់ហ៊ានគិតមិនហ៊ានអញ្ចឹងទេទី1គេថាខ្លាចតែខ្ញុំលក់កូនស៊ីហើយទី2ហ្នឹងគឺតាចាស់ហើយកូនខ្ញុំក្មេងហ្នឹងព្រោះកូនខ្ញុំមិនយល់ព្រមទេហើយពេលហ្នឹងក៏ខាងគាត់ថាគាត់ចាំមើលគាត់សួរកូនស្រីគាត់សិនបើកូនស្រីគាត់យល់ព្រមគាត់នឹងឆ្លើយតបទៅវិញស្រាប់តែពេលហ្នឹងកូនស្រីរបស់គាត់ក៏បានដើរមកទៅស្លៀកពាក់យ៉ាងស្អាតពេលហ្នឹងគាត់ថាម៉ែយល់ព្រមគាត់ទៅព្រោះអីខ្ញុំហ្នឹងគឺបានស្រឡាញ់តាហ្នឹងខ្ញុំបានពេញចិត្តតាហ្នឹងហើយតាំងតែពីតាហ្នឹងគាត់ធ្វើល្អជាមួយគ្រួសារយើងគាត់តែងតែជួយជ្រោមជ្រែងគ្រួសារយើងជាពិសេសហ្នឹងគឺពេលដែលលោកយាយនៅរស់លោកយាយហ្នឹងគឺគាត់តែងតែនិយាយថាគាត់ចូលចិត្តខ្ញុំអញ្ចឹងណាអត់ពីគាត់ទៅមានណាថែទាំទេមានតែចៅស្រីឯងអញ្ចឹងណាពេលហ្នឹងក៏គាត់បានយល់ព្រមបាទគាត់បានយល់ព្រមថាឲ្យម៉ែយល់ព្រមទៅពេលហ្នឹងគាត់បានយល់ព្រមហើយយល់ព្រមលើកូនស្រីគាត់ហ្នឹងឲ្យតាហ្នឹងគាត់សប្បាយចិត្តគាត់ហ្នឹងក៏បានបាទយកខែឆ្នាំរបស់ចៅហ្នឹងយកទៅគុនគូមួយគាត់មើលពេលហ្នឹងគាត់ថាដំបងឡើយម៉ែរបស់គាត់នេះគឺគាត់ចង់សែនព្រេនតាហ្នឹងជាមួយនឹងកូនស្រីគាត់មកទៅតែពេលហ្នឹងតាហ្នឹងគឺគាត់អត់ទេតាហ្នឹងគាត់នឹងគាត់ហៅថាបំពេញមុខបំពេញមាត់ឬក៏បំពេញលាក់ឲ្យទៅខាងប្រពន្ធក្មេងរបស់គាត់ហ្នឹងពេលហ្នឹងគាត់ក៏បានទេទៅប្រាប់កូនប្រុសកូនស្រីរបស់គាត់ទាំងអស់គាត់ទេទៅថាកូនហើយឥឡូវឪហ្នឹងគឺយកប្រពន្ធណាហើយពេលហ្នឹងកូនឯងថាមិនដែរពេលហ្នឹងកូនគាត់របស់គាត់ទាំងអស់គាត់ថាអត់អីទេឲ្យយកក៏យកទៅព្រោះអីហ្នឹងគឺជាអនាគតរបស់ឪហើយក៏ថាអ្នកមានអ្នកមើលថែឪណាពេលហ្នឹងក៏គាត់បានយល់ព្រមពីកូនគាត់ហើយបានគាត់ចូលសួរហ្នឹងពេលដែលចូលសួរទៅក៏កូនរបស់ខាងបងនៅហ្នឹងក៏គាត់បានស្រឡាញ់ដែរគាត់ចង់មើលថែទាំដែរដូច្នេះក៏បានសម្រេចចិត្តថានឹងរៀបការពេលហ្នឹងរៀបការគាត់ធំមកបងប្អូនក៏នងបងស្រីនៅគាត់ថាធ្វើជាងខ្ទង់100តុកជាងបងប្អូនណាខ្ទង់100តុកជាងដោយសារតែកូនស្រីរបស់គាត់កូនស្រីបងណាអាយុ19ឆ្នាំ100តុកជាងបងប្អូនមិនធម្មតាទេពេលហ្នឹងក៏គាត់បានទៅអញ្ជើញភ្ញៀវខ្លះៗយ៉ាងទៅប៉ុន្តែតាហ្នឹងគាត់ជាអ្នករៀបចំទាំងអស់ហ្មងតាហ្នឹងចាស់មែន
តែគាត់ហ្នឹងគឺបានរៀបចំដូចជាគាត់មកទាំងអស់ហ្មងបងប្អូនគាត់ថាមកទាំងអស់ទាំងភ្លេងខ្មែរទាំងអកេសសឹកកំងសើល្អទៀតហើយបន្ទាប់ពីពេលដែលគេចូលរួមកម្មវិធីហ្នឹងក៏អ្នកខ្លះក៏នាំគ្នាហូបបដាវសើចបដាវបងប្អូនចុះគេបែរទៅមើលខាងកូនកំមុំដែលមានរូបលក្ខណៈសម្បត្តិស្អាតជាមួយនឹងអ្នកកំដរដល់ស្រស់ប្រំប្រៃញញឹមមកមានមុនស្នេហ៍3អ្នកដូចគ្នាគឺក្រៅមក20 18 19គឺស្អាតដូចគ្នាមើលទៅចាប់ឡើងភ្លឺត្រង់ហ្មងសាច់សខ្ចីញ៉ៃអញ្ចឹងទៅឡើងតលុកតលុនសឡើងដូចកបាសអាហ្នឹងខាងស្រីអ្នកកំដរបែរជាមើលអ្នកកំដរខាងប្រុសអាចារ្យវត្តមិត្តភក្តិគាត់ដែលទៅជាមួយគ្នាអាចារ្យវត្ត2នាក់ជាមួយនឹងមិត្តភក្តិគាត់មួយទៀតក៏អ្នកកំដរម្នាក់អង្គសិតតែអស់ថ្មិញហ៎បងប្អូនសិតតែអស់ថ្មិញហើយពាក់អាវទៅអាវធំបុងលងជាងខ្លួនហ្នឹងទៅមុខផតអញ្ចឹងទៅអញ្ចឹងមួយក៏នាំគ្នាសើចក៏នាំគ្នាអីអញ្ចឹងទៅអ្នកខ្លះហូបបដៅអាខ្លះណាគឺបាយចេញតាមមាត់ក៏មានដែរដោយសារតែឃើញអញ្ចឹងណាគេថានឹងបានប្រមាណអ្នកខ្លះថាបើសិនតានឹងស្រាប់ទ្រព្យសម្បត្តិលើតាលើកូនទាំងអស់អញ្ចឹងណាហើយបន្ទាប់ពីគាត់បានការមកពេលហ្នឹងគាត់ក៏តែងតែសួរកូនស្រីគាត់ដែរថាកូនហើយកូនមើលទៅតានឹងឡើងរួចអត់អញ្ចឹងណាតែពេលហ្នឹងកូនស្រីហ្នឹងក៏ពេលដែលការជាមួយតាដំបូងងាយផ្សំតំណេកហ្នឹងក៏គាត់បានលួចស្ដាប់ដែរថាខ្លាចតានឹងធ្វើឲ្យកើតខ្លាចតានឹងគាត់ស្លាប់អញ្ចឹងណាមានអីបងប្អូនថ្ងៃទី1តានឹងគឺគាត់អត់បានដេកជាមួយនឹងចៅស្រីនឹងទេគាត់ឲ្យចៅស្រីដេកទៅគាត់ដាក់ខ្នើយដាក់អីទៅគាត់ទៅអង្គុយតែម្នាក់ឯងថ្ងៃទី2ក៏គាត់អត់ដេកជាមួយចៅស្រីដែរគាត់ទៅអង្គុយអញ្ចឹងទៅស្ដាប់បាទចម្រៀងអញ្ចឹងទៅថ្ងៃទី3ក៏នៅតែអញ្ចឹងទៀតដល់ពេលថ្ងៃទី3គាត់ត្រូវយកចង្ហាន់គាត់ត្រូវធ្វើចង្ហាន់មួយស្រាក់យកទៅប្រគេនព្រះសង្ឃណាដើម្បីទៅកាត់ចំណងដែរហ្នឹងទៅកាត់ចំណងដែរប៉ះចំលោកអង្គក្មេងទៀតគាត់ហ្នឹងគឺនៅក្មេងដែរគាត់សូត្រគាត់មើលទៅសូត្របដាសើចបដាសូត្របដាសើចបដាគាត់អស់សំណើគាត់មិនអីណាមែនប្រអីបងប្អូនប្រអីដូចតាហើយចៅហ្នឹងដូចតាទូតហើយចៅទូតហ្នឹងគឺក្មេងជាមួយចាស់អញ្ចឹងទៅណាដល់ទៅពេលអញ្ចឹងសូត្រហើយអញ្ចឹងទៅក៏គាត់បានត្រឡប់មកវិញប្តីគាត់ហ្នឹងក៏បានទៅផ្ទះទៅចូលទៅក្នុងផ្ទះកូនស្រីគាត់ហ្នឹងក៏បានមកនិយាយជាមួយថាមិនអីកូន3ថ្ងៃមានបានអីអត់ហើយប្តីគាត់ឯងមានបានតាន់ធ្វើលូកលាន់អីកូនអត់ថាងម៉ែហើយបងណាបងគាត់អត់តាន់បានធ្វើអីទេគាត់គឺល្អមែនគាត់បានធ្វើខ្ញុំអីឬមួយក៏គាត់នឹងអន់ហើយម៉ែបែរជាគាត់ហ្នឹងគឺមើលទៅឡើងមិនរួចទេមើលទៅឬមួយក៏មិនខ្ញុំការជាមួយគាត់ហ្នឹងគឺខ្ញុំចង់មើលថែទាំគាត់ទេហើយពេលហ្នឹងគាត់ថាកូនហើយគាត់ឯងបោប្តីគាត់ឯងតិចមើលខាងប្តីគាត់ឯងឡើងមិនរួចអញ្ចឹងណាហើយក៏បោមែនបងប្អូនគាត់បានឲ្យកូនស្រីគាត់ទៅទិញភ្លាសាច់គោ1គីឡូមកចិត្តឲ្យស្ដើងណាហើយពេលហ្នឹងក៏កូនស្រីគាត់ធ្វើតាមគាត់មែនទៅទិញភ្លាសាច់គោធ្វើឲ្យប្តីគាត់អញ្ចឹងទៅពេលដែលគាត់ហូបភ្លាសាច់គោឆ្ងាញ់អញ្ចឹងទៅយប់ឡើងណាដោយសារតែការប្រាប់ពីម្ដាយហើយម្ដាយថាកូនហើយកូនឯងបើនៅតែធ្វើថ្មឹងយ៉ាងទៀតហ្នឹងប្តីកូនឯងក៏មិនបានដេកជាមួយកូនឯងដែរប្តីគាត់នៅឡោះឡាយប្រពន្ធគាត់ដោយសារតែយោហ្នឹងប្រហែលជាគាត់អាណិតកូនឯងអញ្ចឹងណាហើយអញ្ចឹងក៏ខាងកូនស្រីគាត់ហ្នឹងក៏មិនធ្វើនឹងទៀតដែរពេលដែលយប់ទី4ហ្នឹងគាត់បានបោប្តីគាត់ហើយពេលហ្នឹងក៏គាត់បាទដេកអោបប្តីគាត់មកយប់ទល់ភ្លឺមកឲ្យប្តីគាត់តាណាទេចាក់សោជាប់អញ្ចឹងទៅចាក់សោចាក់អីហើយក៏បានដេកអោបប្តីអញ្ចឹងទៅដេកអោបមកយប់ហ្នឹងថ្ងៃទី4ដេកអោបអញ្ចឹងទៅបាទដោះអាវអីអញ្ចឹងទៅដល់ពេលស្អែកឡើងមកដល់ទៀតគាត់ធ្វើរបៀបហ្នឹងទៀតកប៉ោទៀតបងប្អូនមួយអាទិត្យណាគាត់ថាមួយអាទិត្យទៅតាហ្នឹងព្រមដេកជាមួយនឹងខាងប្អូនស្រីហ្នឹងទៅពេលដែលដេកជាមួយនឹងប្អូនស្រីហ្នឹងទៅប្អូនស្រីមិនដឹងថាតាហ្នឹងគឺចាស់តែអាយុទេតែកម្លាំងកាយនិងកម្លាំងនៃគាត់ហ្នឹងគឺដូចជាអាយុអ្នក30ចឹងគាត់ថាខ្លាំងមែនតើចឹងណាហើយថាប្អូនស្រីគឺអត់ដែលប៉ះពាល់អីទេដូច្នេះហើយក៏មានបញ្ហាតិចតួចបន្ទាប់ពីបានចឹងទៅហើយពេលហ្នឹងក៏ប្អូនស្រីហ្នឹងគាត់បានភ្លាមព្រលឹមឡើងបងប្អូនមិនតាន់មន់ជូអាចផងហ្នឹងក៏បានឡើងមកប្រាប់ម៉ែបងថាម៉ែអើយគឺខ្ញុំហើយនឹងតាហ្នឹងគឺបាននៅជាមួយគ្នាហើយម៉ែអើយតាហ្នឹងគាត់ចាស់មែនតែគាត់នៅកម្លាំងភលណាហើយថាអញ្ចឹងល្អហើយអញ្ចឹងឲ្យគេមកដកលើកូនឯងហើយដឹងថាតានឹងស្លាប់ទៅដឹងថាកូនឯងមានអីបងប្អូនដល់ទៅពេលគាត់ចឹងទៅគាត់ឲ្យពៅកូនស្រីគាត់ហ្នឹងណារឹតតែពៅប្តីទៀតរឹតតែពៅប្តីរឹតទិញរបស់របរសិតតែគ្រឹះពៅហ្មងណាហើយដល់ពេលចាប់ផ្ដើមពីហ្នឹងមកគឺប្តីរបស់គាត់ហ្នឹងគឺបានដេកជាមួយគាត់រហូតហ្មងបាទមួយយប់2យប់ហាត់ប្រានចឹងហ្នឹង2ដង3ដង2ដង3ដងចឹងទៅ
ដល់ទៅពេលការបានរយៈពេល3 ខែស្រាប់តែគាត់នឹងមានផ្ទៃពោះបងប្អូនគាត់មានផ្ទៃពោះគាត់ទៅពិនិត្យពោះមើលទៅថាគាត់នឹងមានកូនបាទ2 ខែទៅហើយដូច្នេះគាត់សប្បាយចិត្តណាស់ហើយប្តីគាត់ក៏សប្បាយចិត្តដែរគាត់ទេប្រាប់កូនប្រុសកូនស្រីរបស់គាត់ទាំងអស់ថាអញហ្នឹងគឺមានប្អូនហើយមួយទៀតហើយចាំមើលយកអាណាផ្ញើលុយផ្ញើកាក់មកដើម្បីគួចព្រលឹងកូនចៅអញណាកូនអញចឹងទៅហើយប្អូនណាចឹងទៅបន្ទាប់ពីបានបងប្អូនបានកូននឹងហើយស្រាប់តែពេលហ្នឹងក៏ខាងកូនប្រសារបស់គាត់ដែលជាតាហ្នឹងណាបានហៅគាត់ទៅពិភាក្សាគ្នាពេលហ្នឹងគាត់ក៏បានប្រាប់ថាអស់ម៉ែអើយហើយឥឡូវនេះម៉ែអីមកនៅផ្ទះខ្ញុំពី3 ថ្ងៃសិនមកពេលហ្នឹងគាត់ថាទៅម៉េចកូនប្រសាបានជាឲ្យម៉ែមកនៅផ្ទះកូនប្រសាឯងថាម៉ែមកនៅផ្ទះខ្ញុំពី3 ថ្ងៃទៅហើយខ្ញុំនឹងឲ្យគេធ្វើផ្ទះម៉ែឡើងថ្មីពេលហ្នឹងគាត់ឲ្យគេធ្វើផ្ទះម៉ែគាត់ឡើងថ្មីណាពេលថាកូនហ្នឹងមិនធ្វើទេហើយនៅប៉ុណ្ណឹងនៅបានទេថាអត់ទេត្រូវតែធ្វើពេលហ្នឹងគាត់ក៏បានបាទឲ្យរុះផ្ទះនឹងចេញគាត់ហៅជាងចូលដាក់ធ្វើផ្ទះម៉ែក្មេងគាត់សារជាថ្មីពេលដែលម៉ែក្មេងគាត់បានបាទលឺអញ្ចឹងក៏គាត់សប្បាយចិត្តមែនទែនគាត់សប្បាយចិត្តណាស់សឹងអស់ណាដោយសារតែមានកូនប្រសាល្អបានធ្វើផ្ទះឲ្យគាត់ហ្នឹងពេលហ្នឹងក៏គាត់បានហៅជាងហៅអីធ្វើផ្ទះធ្វើអីឲ្យគាត់ហើយអញ្ចឹងទៅរយៈពេល3 ខែផ្ទះគាត់ក៏បានថ្មីហើយទល់មុខគ្នាហ្នឹងគាត់បានទិញដីបន្ថែមទៀតទៅក្រោយទៀតដើម្បីឲ្យម្ដាយហ្នឹងគឺរស់នៅជាមួយនឹងឪពុកហើយនឹងកូនហ្នឹងទៅដល់ពេលបានអញ្ចឹងបងប្អូនណាពេលដែលកូនគាត់មកពីភ្នំពេញកូនស្រី2 នាក់ហ្នឹងក៏ត្រូវបានមកអញ្ចឹងទៅក៏បាននាំគ្នាទៅលេងផ្ទះបងថ្លៃអញ្ចឹងទៅពេលហ្នឹងគឺគាត់បង្អាប់ហើយដល់ពេលអញ្ចឹងតាហ្នឹងគាត់អាយុ80 ជាងឆ្នាំប៉ុន្តែគាត់នៅចូលស៊ីខ្សែចូលថាបងនៅតែស្រស់បងនៅតែស្អាតមករៀងនៅលយហើយអញ្ចឹងឲ្យខ្លាំងណាកូនមួយហ្នឹងណាហើយបន្ទាប់ពីគាត់បានបាទកូនស្រីរបស់គាត់ជិតគ្រប់ខែបងប្អូនពេលហ្នឹងកូនស្រីរបស់គាត់បាននិយាយថាម៉ែអើយកូនស្រីប្តីរបស់គាត់ហ្នឹងណាអាចជិតគ្រប់ខែក៏នៅតែបានទៀតណាបងប្អូនណារហូតតតែកើតកូនបងប្អូនកើតមកហើយប្តីរបស់គាត់ក៏នៅតែញ៉េះញ៉ង់ជាមួយនឹងគាត់ចឹងទៀតសុំគាត់ទៀតចឹងទៅតែគាត់ថាចាំគ្រប់អញ្ចឹងណាបងប្អូនពេលហ្នឹងក៏បានកូនមួយហើយណាស្រាប់តែមិនតាន់បានកូនបាន1 ឆ្នាំស្រួលផងបងប្អូនក៏បានកូនមួយទៀតបងប្អូនក៏យកមួយទៀតចឹងទៅគឺកូនប្រសារបស់គាត់ខ្លាំងចាស់មែនប៉ុន្តែខ្លាំងបងប្អូនណាហើយបន្ទាប់ក្រោយឡើងពីបានកូនប្រសាដែលជាអ្នកធូធាដែលចាស់ចឹងទៅមុនដំបូងគាត់ដើរទៅតាមផ្ទះរបស់គេណាតែតែងតែគេសួរថាមើលខ្នៅអញសួរឯងតិចមើលកាលនោះណាឯងហ្នឹងវាកូនឯងខ្វះប្រុសមិនមែនណាបានទៅយកតានឹងអញ្ចឹងណាតានឹងចាស់ហើយហ្នឹងណាចុះក្មេងៗនៅក្នុងភូមិមកកកោកឯងមិនយកហើយឯងបានទៅយកតានឹងអញ្ចឹងមួយគេនិយាយបងប្អូនខ្ញុំជឿគាត់និយាយខ្ញុំជឿហ្មងជឿ100 ទាំង 100អ្នកណាក៏គេនិយាយអញ្ចឹងដែរជាពិសេសអ្នកដែលគេមិនចូលចិត្តយើងបាទគេមិនចូលចិត្តយើងក៏គេនិយាយអញ្ចឹងហើយគេថាឯងខ្វះប្រុសមិនមែនណាបានទៅឲ្យកូនណាយកមនុស្សចាស់អញ្ចឹងប្រុសល្អមកកកោកហេតុអីបានមិនឲ្យយកទៅយកឲ្យមនុស្សចាស់ដល់ពេលគេយកខុសដែរមែនរឿងគ្រួសារគេហ្នឹងដល់ពេលគេយកទៅឃើញទេដល់ពេលក៏បានកូនអញ្ចឹងទៅកូនប្រសាល្អអញ្ចឹងទៅកូនប្រសាគេធ្វើផ្ទះឲ្យគាត់បានឃើញទេទី1ធ្វើផ្ទះឲ្យគាត់ហើយទី2សំខាន់បំផុតគឺកូនស្រីរបស់គាត់គឺព្រមនៅជាមួយលោកតាហ្នឹងហើយលោកតាហ្នឹងក៏បានព្រមនៅជាមួយកូនស្រីគាត់ទៀតអញ្ចឹងហើយគាត់អត់មានការបង្ខិតបង្ខំទេឃើញទេអត់មានបង្ខិតបង្ខំទេបើថាបង្ខិតបង្ខំទៅខ្លាចកូនស្រីគាត់ហ្នឹងគឺរត់ចោលរោងការតែអត់ទេកូនស្រីរបស់គាត់ការហើយរហូតតតែមានកូនជាមួយគ្នាហើយមានកូន2នាក់ហ្នឹងនិយាយមិនថាគេអត់ស្រឡាញ់គ្នាបងប្អូនមិនថាអញ្ចឹងហើយតាំងពីគាត់បានកូនប្រសាដែលជាតានឹងមកណាគាត់តែតែជួយជ្រុំជ្រែងរឿងលុយកាក់រឿងការដាំដុះគឺគាត់ជួយជ្រុំជ្រែងហ្មងហើយជាពិសេសហ្នឹងគឺគាត់មិនសូវឲ្យទៅធ្វើចេញកម្លាំងទេគាត់តែតែជួលគេយ៉ាងទៅទោះជាគាត់ចាស់មែនបងប្អូនណាតែទ្រព្យសម្បត្តិគាត់ច្រើនដូច្នេះហើយគាត់ចាយតែទ្រព្យសម្បត្តិរបស់គាត់ហើយនឹងលុយកាក់ដល់ពីកូនរបស់គាត់ផ្ញើមកណាគឺគាត់ចាយសឹងមិនអស់ផងបងប្អូនដូច្នេះហើយយើងមិនដឹងថាគាត់សំណាងឬក៏អត់សំណាងទេតែខ្ញុំគិតថាសំណាងទាំង100ហើយមួយយ៉ាងទៀតកូនស្រីរបស់គាត់ក៏មានកូនដែរបាទមានកូន2នាក់ជាមួយនឹងតានឹងទៅហើយតានឹងក៏សប្បាយចិត្តនឹងការជួយនឹងដែរហើយពេលដែលគាត់បាននៅជាមួយកូនស្រីគាត់ណាគាត់ថាតានឹងមើលទៅអត់ចាស់ទេមើលទៅរៀងក្មេងជាងគាត់ទៅទៀតហ្នឹង
ហ្នឹងហើយបងប្អូនទាំងអស់គ្នាដល់ពេលឃើញកូនគាត់មានសុខដុមរមនាអញ្ចឹងនៅជាមួយគ្នាគឺអត់មានការឆ្លោះទាស់ទែងគឺគាត់សប្បាយចិត្តគាត់អត់មានលំបាកចិត្តទៅលើពាក្យដែលគេនិយាយទេណានិយាយអីនិយាយទៅគាត់មិនខ្វល់ទេសំខាន់បំផុតគឺកូនគាត់គឺរស់នៅជាមួយនឹងប្តីរបស់កូនគាត់គឺសុខសប្បាយហ្នឹងហើយរាល់ថ្ងៃគឺគាត់និយាយថាគឺកូនស្រីគាត់ហ្នឹងគឺមានកូន2នាក់ហើយជាមួយនឹងតាហ្នឹងហើយរស់នៅជាមួយគ្នាធម្មតាសុខសប្បាយអញ្ចឹងទៅហើយគាត់ហ្នឹងក៏មានអីមានតែការជូនពរទៅឲ្យកូនគាត់ហ្នឹងណាគឺរស់នៅជាមួយគ្នាបាទដល់ចាស់ព្រឹត្តចាស់ព្រេងចាស់ស្នេហ៍វិញជាអញ្ចឹងទៅគាត់តែជូនពរអញ្ចឹងហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងហើយគាត់ថាកំសាយយកមករឿងហ្នឹងយើងសាច់យករឿងគេប្រយ័ត្នធ្លាក់រឿងហ្នឹងវាធ្លាក់ខ្លួនយើងពេលខ្លះទៀតអូបានប្តីមីម៉ាយបានប្តីពូម៉ាយទៅយកប្តីអីខ្លួនកមុំយកប្តីមីម៉ាយខ្លួនកមុំយកប្តីពូម៉ាយខ្លួនកមុំសោះទៅយកប្តីចាស់ប៉ុន្តែដល់ពេលគេយកប្តីចាស់គេមានលុយមានឡានមានម៉ូតូមានដីមានស្រែគេសំណាងដល់ពេលយើងយកប្តីកំឡោះលយឆាយប៉ុន្តែបងប្អូនមានអីការហើយដើមបាយកក់គ្នាញ៉ាំហ្នឹងប៉ុន្តែយើងមិនមែនអញ្ចឹងទេបងប្អូនយើងត្រូវមើលដែរកលៈទេសៈដែរណាបើគូព្រេងមកដល់ហើយយើងមិនអាចគេចរួយទេហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនយល់ឃើញយ៉ាងណាដែរនៅក្នុងសាច់រឿងមួយនេះហើយខ្ញុំបានក៏សូមខន្តីអភ័យទោសទៅដល់បងប្អូនទាំងអស់គ្នាបើសិនជាខ្ញុំបាននិយាយទៅរឿងជ្រុលនិយាយទៅរៀងមើលទៅរៀងថាហំពេកណាបាទសូមអធិស្ឋានផងដោយសារពេលខ្លះនិយាយទៅចូលតួអង្គបងប្អូនខ្លះណាមិនគ្រប់ភឹងយើងទៅក៏មានដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំបានក៏សូមលំអរកាយគ្រប់លាបងប្អូនត្រឹមតែប៉ុណ្ណេះសិនហើយរាល់កំហុសខុសឆ្គងការនិយាយស្ដីលើលួយក៏សូមខន្តីអភ័យទោសដល់ខ្ញុំបានផងដែរហើយខ្ញុំបានក៏សូមជូនពរជូនជ័យទៅដល់បាទប្រិយមិត្តទាំងអស់គ្នាដែលជាអាជីវករលក់ដូរនៅតាមទីផ្សារនិងអាជីវករលក់ដូរនៅតាមផ្ទះក៏ដោយលក់ឲ្យបានចាប់ហួយក៏ដោយបាទសូមឲ្យមានភ្ញៀវបាទមានអតិថិជនចូលទិញជាហែហូបាទកុំឲ្យមានពេលហូបបាយបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទអរគុណ